ចាជំរាបសួរពូចាខ្ញុំឈ្មោះសឹមធីគុណខ្ញុំជានិស្សិតឆ្នាំទី2រៀននៅសាកលវិទ្យាល័យជាគ្រប់គ្រងហើយខ្ញុំជាយុវជនកាកបាទក្រហមអូខេការបោះជំរំរយៈពេល4ថ្ងៃលើទឹកដីខេត្តឧត្តរមានជ័យនេះអូនចូលរួមធ្វើកម្មវិធីអ្វីខ្លះដែរអូនក្នុងខេត្តនេះចាពូសម្រាប់ការបោះជំរំរយៈពេល4ថ្ងៃកន្លងមកហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តមែនតើសំខាន់ណាស់ពេលដែលខ្ញុំបានមកដល់កម្មវិធីនៃការបោះជំរំថ្ងៃទី1គឺខ្ញុំទទួលបាននៅការបទពិសោធន៍ថ្មីគឺការរៀបចំតង់ការបោះជំរំបោះតង់ដោយខ្លួនឯងគឺអត់មានពឹងពាក់លើអ្នកដទៃទេយើងធ្វើការជាក្រុមដោយសារតែនៅក្នុងតង់ហ្នឹងគឺយើងកេក4នាក់អញ្ចឹងយើងត្រូវជួយគ្នាហើយសម្រាប់ថ្ងៃទី2គឺពួកខ្ញុំទៅដាំដើមឈើហើយសម្រាប់ថ្ងៃទី3គឺពួកខ្ញុំបានមកវិទ្យាល័យហ៊ុនសែនចុងការនិយាយទៅខ្ញុំពិតជាសប្បាយចិត្តមែនតើដោយសារតែពេលដែលខ្ញុំបានមកដល់វិទ្យាល័យចុងការគឺខ្ញុំបានបែងចែកគ្នាជា2ក្រុមទី1គឺអ្នកដាំសួនបន្លែទី2គឺជាអ្នកដែលផ្សព្វផ្សាយពីការសង្គ្រោះបឋមហើយនឹងការដុសសម្អាតឬក៏ការលាងដៃឬក៏ការដុសធ្មេញអីផ្សេងៗចឹងទៅអូនសប្បាយចិត្តនៅពេលដែលបានបញ្ចេញសកម្មភាពក៏ដូចជាសមត្ថភាពបង្ហាញទៅដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យនេះអូននិយាយទៅខ្ញុំពិតជាសប្បាយចិត្តមែនតើនៅពេលដែលខ្ញុំបានផ្សព្វផ្សាយឬក៏ចំណេះដឹងដែលខ្ញុំទទួលបានពីដែលខ្ញុំនៅភ្នំពេញហើយខ្ញុំបានចេះគឺខ្ញុំបានមកចែកម្លែកទៅកាន់ពួកគាត់អស់និយាយទៅខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំចង់ឲ្យក្មេងៗនៅនឹងគាត់បានដឹងហើយឲ្យគាត់ចេះប្រើប្រាស់របៀបថាសង្គ្រោះបឋមហ្មងរបៀបថាយើងថែរក្សាបន្លែហ្មងយើងដាំហ្មងអញ្ចឹងគឺខ្ញុំនឹងទៅរៀនពួកគាត់ទាំងអស់ខ្ញុំសប្បាយចិត្តមែនតើដែលខ្ញុំអាចមកដល់ខេត្តឧត្តរមានជ័យនេះអូនសង្ឃឹមថាបន្ទាប់ពីអូនបានបញ្ជ្រាបកម្មវិធីទាំងអស់នេះចំណេះដឹងទាំងអស់នេះដល់សាលានេះសង្ឃឹមថាសាលានេះនឹងមានការកែប្រែអីទេអូនចាខ្ញុំសង្ឃឹមក្នុងមុខមាត់ថានៅពេលដែលក្រោយពីចប់ការបោះជំរំនេះគឺខាងសាលាហ្នឹងហ៊ុនសែនចុងការគឺគាត់នឹងទទួលបានបទពិសោធន៍ថ្មីគឺក្មេងៗគាត់នឹងអាចចូលជាយុវជនកាកបាទក្រហមឬមួយក៏ជាការស្ម័គ្រចិត្តអីផ្សេងៗក្រៅពីនឹងទៀតហើយក៏គាត់អាចក្លាយជាអ្នកជាមនុស្សម្នាក់ដែលអាចជួយសង្គ្រោះអ្នកដទៃបានគាត់នឹងចេះពីរបៀបសង្គ្រោះបឋមគេរបៀបលាងដៃរបៀបដុសធ្មេញសម្អាតធ្មេញថែរក្សាខ្លួនប្រាណខ្លួនឯងឲ្យបានល្អហើយមួយទៀតគឺគាត់នឹងចេះប្រើប្រាស់នៅការដាំបន្លែធម្មជាតិគាត់ជួយគ្រួសារគាត់បានគាត់នឹងអាចជួយលោកគ្រូអ្នកគ្រូនៅពេលដែលលោកគ្រូអ្នកគ្រូគាត់មានសួនបន្លែផ្សេងៗគឺគាត់នឹងអាចជួយបានខ្ញុំជឿជាក់យ៉ាងមុតមាំដែលឡែកសម្រាប់បងអូនវិញនៅពេលដែលបញ្ចប់នៃការបោះជំរំនេះទៅវិញតើជីវិតបងអូននឹងមានការផ្លាស់ប្ដូរកែប្រែអេរយាប័តក៏ដូចជាការរស់នៅមិនដែរចាសម្រាប់ខ្ញុំគិតថានៅពេលដែលខ្ញុំបញ្ចប់ការបោះជំរំនេះគឺខ្ញុំនឹងទទួលបានបទពិសោធន៍មួយថ្មីថែមពីលើនឹងទៀតគឺការរស់នៅខ្លួនឯងការហ៊ានរស់នៅដោយម្នាក់ឯងប៉ុន្តែមិនមែនថាម្នាក់ឯងយើងនៅមកនឹងឯកោឯងយើងនៅខាងក្រៅយើងនៅម្នាក់ឯងប៉ុន្តែយើងមានគ្នាជាក្រុមដោយសារអីយើងបោះជំរំយើងរស់នៅជាក្រុមអញ្ចឹងនៅពេលដែលយើងមកនៅនេះគឺយើងត្រូវសម្របខ្លួនតាមគេយើងត្រូវហ៊ានប្រើនៅការដែលជឿថាចង់ទៅណាក៏យើងត្រូវទៅមានគេទៅជាមួយដែរដោយសារអីយើងមិនអាចទៅម្នាក់ឯងបានដោយសារតែយើងបោះជំរំគឺយើងត្រូវតែចេញដើរផ្សេងយកប្រឡប់យើងត្រូវការទៅបន្ទប់ទឹកគឺត្រូវមានអ្នកជូនទៅវាដូចយើងនៅផ្ទះខ្លួនឯងមានម៉ាស៊ីនត្រជាក់យើងមានអំពូលមានអីផ្សេងទឹកអីញ៉ាំបោដែលយើងចង់ញ៉ាំបានទេមកដល់នេះគឺយើងមានអីយើងញ៉ាំនឹងគឺយើងសម្របខ្លួនតាមកលៈទេសៈចាទីចុងក្រោយអូនមានពាក្យពេចន៍អ្វីបន្ថែមលើពីបងបានសួរក៏ដូចជាមានពាក្យពេចន៍អ្វីថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាចាជាចុងក្រោយខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំដែលគាត់បានយកចិត្តទុកដាក់ដល់កាកបាទក្រហមដែលបានជួយដល់យុវជនជាទូទៅខ្ញុំពិតជាមានអារម្មណ៍ថាខ្ញុំពិតជាកក់ក្ដៅមែនតើនៅពេលដែលខ្ញុំបានមកបោះជំរំនៅខេត្តឧត្តរមានជ័យនេះដោយសារថ្នាក់ដឹកនាំគឺគាត់បានយកចិត្តទុកដាក់ជាមួយនឹងពួកខ្ញុំក៏ដូចជាទាំងការហូបចុកហើយនឹងជំរំគឺគាត់ខ្វាយខ្វល់គាត់គិតគូរហើយគាត់បានប្រាប់យើងថាត្រូវតែឲ្យយើងចូលសម្រាប់ឲ្យបានមុនម៉ោង11អីចឹងទៅដោយសារគាត់ខ្លាចយើងមានប៉ះពាល់សុខភាពហើយក៏អរគុណដល់លោកគ្រូថ្នាក់ដឹកនាំបន្ថែមទៀតដែលគាត់បានមើលថែពួកខ្ញុំបានល្អមែនតើអរគុណច្រើន